ក្រោយពីអ្នកទាំងអស់គ្នាបានទស្សនាវគ្គទី2របស់ភាសាជប៉ុន Urahara ហើយវីដេអូមួយនេះដែរគឺយើងនឹងបន្តធ្វើការបកស្រាយទៅលើវីដេអូឃ្លីបបន្ថែមទៀតរបស់កាសែតមួយនេះនៅវគ្គទី3របស់បណ្ដុំកាសែត Urahara យើងឃើញថាវីដេអូមួយនេះដែរគឺ feature ទៅលើនារីម្នាក់ដែលជាតារា model ដែលនាងគឺមានឈ្មោះថា Monomi វីដេអូមួយនេះដែរគឺថតដោយបុរសម្នាក់ដែលជាកាមេរ៉ាមែនរបស់គាត់មានឈ្មោះថា Nakamoshi ហើយគាត់បាននិយាយថា Monomi គឺតម្រូវឲ្យទៅថត model នៅសួនច្បារមួយប៉ុន្តែថ្ងៃនោះដែរគឺមានរឿងអ្វីមួយចម្លែកបានកើតឡើងដែលធ្វើឲ្យនាងគឺមានអាការៈរន្ធត់និងស្ទើរឆ្កួតតែម្ដងហើយវីដេអូដែលគេបានថតមួយនេះគឺគេបានដាក់ចំណងជើងវាថា Assault on Idol តោះឥឡូវគឺយើងចូលទៅកាន់ detail នៃអ្វីដែលបានកើតឡើងនៅក្នុងវីដេអូមួយនេះនៅថ្ងៃដែលថត model មួយនោះគឺ Monomi បានរៀបចំខ្លួនមុននឹងការថតដោយធ្វើការ make up បន្ទាប់មកនាងជាមួយនឹងក្រុមការងារបានមកដល់ទីតាំងដែលត្រូវថត model មួយនោះអ្វីដែលយើងគួរឲ្យកត់សម្គាល់នោះនៅសួនច្បារដែលនាងកំពុងតែថតនោះគឺសម្បូរទៅដោយសត្វឃ្មុំជាច្រើន Yes អ្នកទាំងអស់គ្នាស្ដាប់អត់ខុសទេគឺសត្វឃ្មុំអំឡុងពេលដែលកំពុងតែថតនោះគឺយើងឃើញថាមានសត្វឃ្មុំមួយក្បាលគឺវាបានធ្វើការតិចទៅលើកាមេរ៉ាមែន Nakamoshi ហើយយើងបានឃើញថានាយូមីគឺគាត់បានអស់សំណោចខ្លាំងមែនទែនក្រោយពេលដែលឃើញរឿងមួយនេះកើតឡើងនៅក្រោយការបកស្រាយទៅលើវីដេអូមួយនេះ Nakamoshi ដែលជាកាមេរ៉ាមែននោះគឺគាត់មានការអន់ចិត្តជាខ្លាំងដែលថាមូលហេតុអ្វីបានត្រូវ Monomi សោយដាក់គាត់បែបនេះគឺវាធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តរបស់គាត់ព្រោះវាមិនមែនជាអ្វីដែលគួរយកមកលេងសើចនោះទេមិនយូរប្រមាណ Kama ដែលជាបាបកម្មនោះក៏បានត្រឡប់មកកាន់ Monomi នៅពេលដែលគាត់កំពុងតែធ្វើការថត model ទៅវិញនាងក៏ត្រូវបានឃ្មុំមួយក្បាលតិចគាត់អាហ្នឹងគឺអំឡុងពេលដែលអត់ទាន់បានថតណាគឺមានឃ្មុំមួយក្បាលបានតិចមកទៅហើយរួចទៅនៅពេលដែលគេចាប់ផ្ដើមប្រតិបត្តិការនៃការចាប់ផ្ដើមថតមួយនោះគឺ Monomi ក៏បានទាត់ទៅលើដើមឈើដែលជាសម្បុកឃ្មុំដែលបានតិចនាងហើយសកម្មភាពដែលនាងបានធ្វើមួយនេះគឺធ្វើឲ្យនាងគឺស្ដាយក្រោយខ្លាំងមែនទែនមូលហេតុអ្វីគឺដោយសារតែនៅពេលដែល Monomi បានទាត់ទៅលើដើមឈើមួយនោះវងឃ្មុំទាំងឡាយដែលបាននៅក្នុងសម្បុកឃ្មុំទាំងអស់នោះក៏បានហោះឆ្ពោះមកកាន់នាងដើម្បីតិចនាងតែម្ដង Monomi គឺព្យាយាមរត់គេចខ្លួនពីឃ្មុំទាំងនេះប៉ុន្តែជាអកុសលអីគឺថានាងមិនអាចរត់គេចខ្លួនបានឡើយបានត្រឹមតែស្រែកឲ្យគេជួយហើយរត់អត់ឈប់ឈររហូតដល់នាងបានបាត់បង់ស្មារតីរហូតដល់ក្រុមការងារបានរត់តាមគាត់ហើយក៏បានប្រទះឃើញនៅទស្សនវិជ្ជារបស់ Monomi បែបនេះនាងគឺបានបាត់បង់ជីវិតបាត់ទៅហើយសាកសពរបស់នាងគឺថាពោពេញទៅដោយស្នាមឃ្មុំតិចច្រើនខ្លាំងមែនទែនដែលធ្វើឲ្យនាងគឺបាត់បង់នៅសម្រស់ធម្មជាតិរបស់នាងដែលធ្វើឲ្យនាងចាប់យកអាជីពជា model បាត់អស់វីដេអូមួយនេះដែរគឺត្រូវបានបញ្ចប់ត្រឹមនេះឥឡូវគឺយើងងាកមកកាន់វីដេអូបន្ទាប់មកទៀតវីដេអូមួយនេះដែរគឺមានចំណងជើងថា A woman waving her hand បានន័យថាវីដេអូរបស់មនុស្សស្រីម្នាក់កំពុងតែធ្វើការបក់ដៃវីដេអូមួយនេះគឺថតដោយបុរសម្នាក់មានឈ្មោះថា Goto វីដេអូមួយនេះគឺត្រូវបានថតត្រឡប់ទៅកាន់គ្រាមួយដែលគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់កំពុងតែនៅក្នុងក្លឹបនៅក្នុងគ្រាមួយនោះដែរគឺយើងឃើញថាមិត្តភ័ក្តិរបស់ Goto ដែលមានឈ្មោះថា Isayama គឺគាត់បានធ្វើការសម្លាប់ខ្លួនក្រោយពេលព្រឹត្តិការណ៍ដែលគាត់បានផឹកស៊ីជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុងក្លឹបមួយនោះបានប្រហែលថ្ងៃមកតែការស្លាប់របស់គាត់គឺគាត់ស្លាប់តាមរបៀបណានៅក្នុងវីដេអូមួយនេះដែលគាត់បានថតនោះគឺអាចធ្វើជា blueprint ឬក៏ជាតម្រុយខ្លះៗដើម្បីបកស្រាយពីការស្លាប់របស់មិត្តភ័ក្តិគាត់តោះនៅក្នុងវីដេអូមួយនេះដែរគឺយើងឃើញថាមិត្តភ័ក្តិរបស់គាត់ទាំងអស់គឺកំពុងតែសប្បាយទាំងអស់គ្នាប៉ុន្តែវីដេអូមួយនេះក៏បានថតជាប់នារីម្នាក់ដែលគេបានប្រទះឃើញនៅក្នុងក្លឹបមួយនោះដែរទស្សនវិជ្ជាដែលយើងបានឃើញនោះគឺថានារីម្នាក់នោះកំពុងតែអង្គុយនិយាយជាមួយខ្លួនឯងគាត់មានសភាពសស្លេកប៉ុន្តែក៏ស្អាតម្យ៉ាងដែរប៉ុន្តែគាត់គឺអង្គុយម្នាក់ឯងហើយនិយាយម្នាក់ឯងរួចទៅយើងក៏បានឃើញថា Isayama ដែលជាមិត្តភ័ក្តិរបស់ Goto នោះបានធ្វើការសរសើរនាងឥតល្ហែអំឡុងពេលដែលកំពុងតែនិយាយដើមនារីម្នាក់នោះគឺនាងបានងាកមកមើលកាមេរ៉ាក៏ដូចជាមកមើលទៅកាន់មិត្តភ័ក្តិទាំងអស់របស់ Goto ហាក់បីនេះជាមានរឿងអ្វីកើតឡើងចឹងបន្ទាប់មកការផឹកស៊ីនេះក៏បានបន្តរហូតដល់យប់ជ្រៅបន្តិចមិត្តភ័ក្តិរបស់ពួកគេមួយចំនួនធំក៏បានត្រឡប់ទៅកាន់ផ្ទះវិញលើកលែងតែ Goto Isayama ជាមួយនឹងមិត្តភ័ក្តិ2នាក់ដែលជាប្រុសរបស់គាត់នៅបន្តទៀតពួកគេទាំង4នាក់គឺសម្រាប់ចិត្តថាត្រឡប់ទៅកាន់ផ្ទះវិញដើម្បីផឹកបន្តនៅពេលដែលពួកគេបានទៅដល់នៅចំណតរថភ្លើងរួចហើយក៏បានប្រទះឃើញនៅនារីដែលគេបានឃើញនៅក្នុងក្លឹបមួយនោះម្ដងទៀតដោយទស្សនវិជ្ជាដែលអ្នកទាំង4បានថតមកនោះគឺថាឃើញនាងកំពុងតែធ្វើការបក់ដៃដូចជាការហៅអញ្ចឹងឬក៏មិនដឹងថាចង់ឲ្យសញ្ញាអីពិតប្រាកដគ្រាន់តែដឹងថានាងកំពុងតែសំដៅលើពួកគេទាំង4ហើយអ្នកទាំង4នាក់នោះក៏បានគិតថាប្រហែលជានាងគឺ friendly ឬក៏ចង់រាប់អានអ្នកទាំង4នោះមិនយូរប៉ុន្មានរឿងដ៏រន្ធត់មួយក៏បានកើតឡើងនារីម្នាក់នោះក៏បានលោតចូលទៅកាន់ផ្លូវអាតេះភ្លើងហើយក៏បានរថភ្លើងគឺជិះកិនពីលើនាងតែម្ដងដែលនេះធ្វើឲ្យម្នាក់គឺរន្ធត់ស្លុតចិត្តខ្លាំងមែនទែនប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះនៅពេលដែលវីដេអូមួយនេះគឺត្រូវបាន slow down ពួកគេសង្កេតឃើញថានារីដែលបានលោតចូលក្នុងផ្លូវរថភ្លើងនោះគឺគាត់មិនបានត្រូវអាតេះភ្លើងកិននោះទេគឺយើងឃើញថានាងកំពុងតែស្ថិតនៅក្នុង
position មួយដែលយើងឃើញថានាងហាក់បីដូចជាកំពុងតែក្រាបក្រោមអាទិភ្លើងតែប៉ុណ្ណោះហើយអ្វីដែលគួរឲ្យរន្ធត់នោះគឺថានៅពេលដែលរថភ្លើងនោះបានជិះផុតបាត់ទៅរូបនាងក៏បានបាត់បង់ដែរប៉ុន្តែមិនដឹងថាទៅទីណាទេ Goto ក៏បាននិយាយក្រោយកាមេរ៉ាពីអ្វីដែលគាត់បាននឹកស្មានមិនដល់នោះគឺថានារីម្នាក់នោះដែលបានលោតចូលទៅក្នុងផ្លូវរថភ្លើងនោះក៏បាន target មិត្តភ័ក្តិរបស់គាត់អាសាយ៉ាម៉ាដែលខ្ញុំនិយាយពីដើមរឿងថាមូលហេតុអ្វីបានជាគាត់ស្លាប់ក្រោយពេល3ថ្ងៃបន្ទាប់ពីការផឹកស៊ីជុំគ្នាមួយនេះអ្នកទាំងអស់គ្នាចាំបានអត់នេះគឺជាតម្រុយឬក៏ដូចជាសញ្ញាមួយដែលបង្ហាញពីមូលហេតុអ្វីដែលគាត់បានធ្វើអត្តឃាតខ្លួនឯងក្រោយពេល3ថ្ងៃនៃការផឹកស៊ីជុំគ្នាជាមួយនឹង Goto អ្នកទាំងអស់គ្នាសាកសង្កេតមើលច្បាស់បន្តិចមើលថាវីដេអូនេះគឺអ្នកទាំងអស់គ្នាបានឃើញអ្វី我山是不高吗？我山是不高吗？អាសញ្ញាម៉ាធ្លាប់តែសរសើរនាងហើយក៏បានធ្វើការយំក្រោយពេលដែលឃើញព្រឹត្តិការណ៍មួយនេះបានកើតឡើងប៉ុន្តែអ្វីដែលគួរកត់សម្គាល់ខ្លាំងមែនទែននោះគឺអ្នកទាំងអស់គ្នាឃើញថាមានក្បាលរបស់មនុស្សស្រីម្នាក់បានអើតមកកាន់កំឡុងពេលដែលគាត់កំពុងតែទុកសោកទៅលើអ្វីដែលបានកើតឡើងហើយនេះគឺជាអ្វីដែល Goto បានថតជាប់បានkind of creepy ប៉ុន្តែនេះក៏ដូចជាសញ្ញាអ្វីដែលយើងឃើញថាប្រហែលជាវិញ្ញាណខ្មោចនារីម្នាក់នោះចង់ឲ្យគាត់ធ្វើអត្តឃាតដើម្បីសម្លាប់ខ្លួនហើយចាប់ជាតិជាមួយនឹងនាងព្រោះថាអាសញ្ញាម៉ាបានសរសើរនាងថាគាត់ស្អាតដូច្នេះហើយគឺអាចធ្វើឲ្យវិញ្ញាណខ្មោចនោះគឺគាត់អាចអៀនដែរគេក៏បានធ្វើឲ្យគាត់គឺអត់ទ្រាំអត់បានហើយក៏បានទាញយកអាសាយ៉ាម៉ាទៅជាមួយ Alright វីដេអូទី2មួយនេះក៏ត្រូវបានបញ្ចប់ឥឡូវយើងងាកមកកាន់វីដេអូទី3ម្ដងវីដេអូទី3មួយនេះដែរគឺមានចំណងជើងថា Stalker ដែល Stalker គឺអាចនិយាយបានថាជា peeping tom ឬក៏ការលួចតាមដាននរណាគេម្នាក់ទាំងដែលម្ចាស់គេមិនដឹងខ្លួនអញ្ចឹងគឺថាវីដេអូមួយនេះគឺសំដៅទៅលើ Stalker ម្នាក់អូខេយើងក៏បានឃើញនារីម្នាក់មានឈ្មោះថា Masuki គឺជានារីម្នាក់ដែលគាត់នៅផ្ទះតែឯងនៅថ្ងៃមួយបរិសុទ្ធចម្លែកដែលជា Stalker នោះក៏បានចូលមកកាន់ផ្ទះគាត់ដោយគ្មានការអនុញ្ញាតគាត់បានធ្វើការ install កាមេរ៉ាសុវត្ថិភាពមួយរួចទៅក៏បានលួចនៅសោផ្ទះចម្លងរបស់ Masuki មួយពីមួយថ្ងៃទៅមួយថ្ងៃគឺថា Stalker នោះក៏បានធ្វើការតាមដានពីជីវិតប្រចាំថ្ងៃរបស់ Masuki ថាតើគាត់ធ្វើអ្វីខ្លះពីមួយថ្ងៃទៅមួយថ្ងៃគឺថា Masuki មកដល់ផ្ទះពេលយប់ហើយក៏បានធ្វើការងារផ្ទះរៀបចំខ្លួនទុកដាក់របស់របរនិងធ្វើសកម្មភាពផ្សេងៗដែលជាអ្វីដែលយើងមិនគួរមើលព្រោះវាជា privacy ក៏ដូចជាឯកជនភាពរបស់មនុស្សរៀងៗខ្លួននិយាយទៅគឺថាឲ្យតែ Masuki គឺចេញពីផ្ទះ Stalker មួយនោះក៏បានមកកាន់ផ្ទះរបស់នាងធ្វើដូចជាផ្ទះខ្លួនឯងហើយធ្វើសកម្មភាពចម្លែកជាច្រើននៅយប់មួយបរិសុទ្ធម្នាក់ដែលជា Stalker នោះក៏បានធ្វើការលាក់ពួនខ្លួននៅក្រោមគ្រែរបស់ Masuki តែម្ដង Why bro why និយាយទៅគឺថាគាត់ឆ្លៀតឱកាសធ្វើសកម្មភាពទាំងនេះមិនខ្លាចរញើតអ្វីទាំងអស់លួចមើលនាងមួយទឹកហើយក៏ដូចជាលួចមើលនាងដូរសម្លៀកបំពាក់ទៀតនៅពេលដែល Masuki ក៏បានធ្វើការដេកនោះគឺថា Stalker មួយនោះក៏បានចេញពីក្រោមគ្រែរបស់នាងហើយក៏បានថតនាងពីលើតែម្ដងហើយបរិសុទ្ធដែលជា Stalker នោះក៏បានយកដៃរបស់គាត់អង្អែលថ្ពាល់របស់ Masuki ក៏បានភ្ញាក់ខ្លួនឡើងយ៉ាងលឿនព្រោះមិននឹកស្មានថាមាននរណាគេនៅក្នុងផ្ទះជាមួយទាំងដែលខ្លួនឯងគឺនៅម្នាក់ឯងសោះប៉ុន្តែអ្វីដែលខ្ញុំរន្ធត់ខ្លាំងមែនទែននោះគឺថាដឹងមកយ៉ាង Masuki ក៏បានទាញយកនៅដៃ Katana ដែលយើងអាចនិយាយថាជាដៃ Samurai របស់ប្រទេសជប៉ុននោះក៏បានដកកាប់ទៅលើ Stalker មួយនោះស្លាប់នៅកន្លែងតែម្ដង Damn girl Masuki គឺគាត់អត់ដឹងធ្វើម៉េចក៏បាន call ទៅកាន់ប៉ូលីសដើម្បីមកជួយអន្តរាគមន៍ហើយប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងចំពោះនាងក្រោយពេលហេតុការណ៍នេះបានកើតឡើងគឺថា Masuki មិនដែលជួបនៅហេតុការណ៍ចម្លែកបែបនេះទៀតទេគ្រាន់តែថាអ្វីដែលយើងនឹកស្មានមិនដល់នោះគឺថាមានមនុស្សហ៊ានធ្វើបែបនេះគឺបានបញ្ជាក់ថា Stalker មួយនោះគឺរោគចិត្តខ្លាំងមែនទែនអញ្ចឹងវីដេអូបណ្ដុំកសែតរបស់ Urahara ដែលជាវគ្គទី3របស់វីដេអូយើងមួយនេះគឺបានមកដល់ទីបញ្ចប់អញ្ចឹងខ្ញុំគិតថាយើងនឹងចប់នៃ series របស់ Urahara នៅវីដេអូបន្ទាប់មួយទៀតដែលជាវគ្គទី4ហើយក៏ជាវគ្គបញ្ចប់ដែរអញ្ចឹងគឺថាវីដេអូមួយនេះគឺមានតែប៉ុណ្ណេះហើយកុំភ្លេចតាមដាននៅវគ្គទី4ដែលជាវីដេអូចុងបញ្ចប់របស់ series Urahara របស់យើង Peace out